មានអាត្មានិយាយរឿងមួយឲ្យជ្រៅទៀតយ៉ាងពាក្យវោហាស័ព្ទពូលនោះដូចជាមិនគួរនិយាយក៏ប៉ុន្តែលក្ខណៈមិនកើតនេះជាពុទ្ធិការបស់ព្រះពុទ្ធលោកក្រាបថាទុករបស់មនុស្សទូទៅលើសកលលោកមាន4កើតចាស់ឈឺស្លាប់ទូទៅទាំងស្រីទាំងប្រុសតែស្ត្រីមាន5ទៀតត្រួតទៅលើអា4ហ្នឹងទុកដល់6រឿងនឹងទាំងអស់គ្នាអត់ដែលដឹងទេបើប្រពន្ធលោកប្រាប់អាកំបាំងឯនេះសំណោះអ្នករឿងនេះយកមកប្រាប់ឲ្យដឹងទុករបស់ស្ត្រីទី1រោគប្រចាំខែទី2ទុកពោះកូន8 9ខែទី3ទុកប្រសូតបុត្រឈឺពោះឈឺចុកចាប់ចង់ស្លាប់បុរាណថាចង់ដឹងផ្គរស្ដាប់ក្នុងពោះចង់ដឹងស្លាប់រស់ឲ្យសួរស្រីសួរពេលឈឺពោះកើតកូនបកាច់ប្រកិនពេលជាទុកទី4ទុកបំរើប្តីទុកទី5បែកចេញពីម៉ែឪទៅនៅតាមប្តីទាំងអស់នេះលៀបបំម៉ែឪដែលជាទីស្រឡាញ់របស់លោក5ហ្នឹងពុទ្ធលោកបញ្ជាក់ប្រាប់ពុទ្ធសម្ដែងផ្ទាល់ឲ្យមនុស្សទូទៅនឹងដឹងជាពិសេសក៏ឲ្យមនុស្សប្រុសហ្នឹងឯងដឹងឲ្យមានមេត្តាករុណាស្រឡាញ់អាណិតដល់ស្ត្រីជាភរិយារបស់ខ្លួនក៏ដូចជាស្ត្រីទូទៅនៅលើសកលលោកតែពុទ្ធលោកបើយើងមានបញ្ញាឃើញច្បាស់យើងប្រកបជាមានមេត្តាមានសេចក្តីស្រឡាញ់សេចក្តីអាណិតអាសូរដល់ស្ត្រីទូទៅនៅពិភពលោកងាយគិតមើលមិនណាដែលមកពន្យល់មនុស្សសពគ្រប់ដោយពុទ្ធនៅលើលោកមានទេពុទ្ធនេះពន្យល់ប្រាប់ដែរនិយាយទៅវាវែងឆ្ងាយពីរឿងអាទិវា14កុម្ភៈណាអាត្មាថាគួរលុបចោលល្អថ្ងៃហ្នឹងបើយើងប្រព14កុម្ភៈណោះយើងទៅគោរពលោកឪពុកអ្នកម្ដាយលោកគ្រូលោកអីអ្នកគ្រូទៅមនុស្សដែលយើងគួរស្រឡាញ់ប្រកបផ្ដល់សេចក្តីសុខឲ្យដល់យើងទៅឲ្យចំណេះចេះដឹងឲ្យទាំងអស់ដល់យើងលោកគ្រប់គ្រងរក្សាយើងនឹងជាបុគ្គលដែលយើងគួរស្រឡាញ់គួរនឹកគួររលឹកដល់ប៉ុន្តែនិយាយដល់លោកគ្រូអ្នកគ្រូវាមានរឿងមួយទៀតអាត្មាស្គាល់សម្បែងអាណិតអ្នកគ្រូលោកគ្រូបញ្រៀនសិស្សបញ្រៀនណាកុសលកិច្ចដឹងមានសមត្ថភាពទៅរកស៊ីធ្វើមន្ត្រីរាជការធ្វើចំនួនជួយប្រែជាអ្នកមានសម្បត្តិត្រឹមត្រូវដល់លោកគ្រូអ្នកគ្រូនៅតែជិះម៉ូតូកន្ត្រានឹងឯងនៅជិះអាកង់អត់សតោដែលមានសិស្សណាមើលឃើញទេអូយអាក្រក់ប្រព័ន្ធពុទ្ធសាសនាថាសិស្សនៅសតពួកអកតញ្ញូគ្មានដឹងគុណទេអត់ឃើញនឹងបុគ្គលដែលគួរស្រឡាញ់គួរគោរពដឹងគុណទៅសពគុណស្រឡាញ់ហ្នឹងបានត្រូវពុទ្ធសាសនាបញ្ជាក់តាមបានទេចង់អរគ្នាណាយល់ហើយបុរាណថាគេថាពាក្យស្នេហាគឺសេចក្តីស្រឡាញ់ពេញចិត្តមុខចិត្តហ្នឹងប៉ុន្តែស្នេហាក្នុងពុទ្ធសាសនានឹងមិនសំដៅទៅលើតែស្ត្រីនិងបុរសយុវវ័យទេណាមេត្តាបិតាក៏ស្នេហាវត្តធីតាដែរគេដែរស្រឡាញ់កូនប្រុសស្រីស្នេហាកូនប្រុសកូនស្រីក៏ត្រូវស្រឡាញ់ស្នេហាមេត្តាបិតាវិញដែរអាពាក្យស្នេហ៍ហ្នឹងវាមានទូទៅគ្រប់ជាមនុស្សហើយយើងសំដៅទៅលើតែគូស្នេហ៍សង្សាររបស់យើងហើយអត់ទេតែសូមឲ្យយល់ដល់អរគ្នាអាស្នេហ៍ខ្លាំងហ្នឹងវាបានសេចក្តីសុខអាស្នេហ៍ខ្លាំងហ្នឹងវាមិនបានសុខទេបានសេចក្តីសុខតាមអមរយៈតូចតែទៅវាបាត់ស្នេហ៍ទៅវាទៅជារឿងមួយទៀតបាក់មេឃឡើងឯធៀងបានបុរាណទៅស្នេហ៍ពុំស្មើស្នាប់ស្រឡាញ់ប្តេកផ្ដិតពុំស្មើសំក្រោះដល់អាសំក្រោះនោះវាធ្ងន់ជាងស្នេហ៍ជាងសង្គ្រោះជួយគ្នាទៅវិញទៅមកធ្ងន់ជាងស្នេហ៍ណាបុរាណណា
ស្នេហ៍ពុំស្មើស្នាស្រឡាញ់ប្តេកផ្ដាច់ពុំស្មើសង្គ្រោះចេះជួយគ្នាឲ្យរួចផុតពីសេចក្តីទុក្ខនឹងជារឿងប្រសើរបំផុតដូចក្នុងពុទ្ធសាសនាផ្ទៃពុទ្ធសាសនាយើងមើលទៅសត្វទៅពុទ្ធលោកបង្រៀនមនុស្សឲ្យសង្គ្រោះគ្នានឹងជួយគ្នាទៅវិញទៅមកប៉ុន្តែយើងអត់បានដឹងឲ្យសោះវាទៅជាពុទ្ធសាសនាអត់មានប្រយោជន៍អីសោះ